បញ្ហាក្រពេញទីរ៉ូអ៊ីតលើកុមារក្រពេញទីរ៉ូអ៊ីតជាផ្នែកមួយនៃប្រព័ន្ធអង់ដូគ្រីនក្នុងរាងកាយរបស់មនុស្សទូទៅដែលមានទីតាំងស្ថិតនៅតំបន់ផ្នែកខាងក្រោយនៃបំពង់កដោយស្ថិតនៅខាងមុខនិងសងខាងនៃបំពង់ខ្យល់ដំណើរការនៃក្រពេញនេះគឺរ៉ាប់រងក្នុងការបញ្ចេញនៅអរម៉ូនចំនួន2ប្រភេទគឺ triiodothyronin T3 និង thyroxine T4 ដែលការបញ្ចេញនោះទាមទារឲ្យមានវត្តមាននៃសារជាតិអ៊ីយ៉ូតដែលបានមកពីប្រភពចំណីអាហារបន្ថែមពីនេះបរិមាណកម្រិតនៃការបញ្ចេញអរម៉ូនទាំងពីរច្រើនឬតិចស្ថិតនៅក្រោមការបញ្ជាពីអរម៉ូនម្យ៉ាងទៀតហៅថា TSH releasing hormone TRH ដែលបញ្ចេញដោយផ្នែកមួយនៃខួរក្បាលហៅថា hypothalamusជាទូទៅមុខងាររបស់ក្រពេញទីរ៉ូអ៊ីតគឺគ្រប់គ្រងនៅការធ្វើមេតាបូលីសក្នុងរាងកាយគឺគ្រប់គ្រងការបំផ្លាញថាមពលក្នុងរាងកាយហើយវាក៏សម្រួលនៅមុខងារមួយចំនួនទៀតដូចជាការដកដង្ហើមចង្វាក់បេះដូងប្រព័ន្ធខួរក្បាលកម្ដៅរាងកាយនិងមុខងារផ្សេងទៀតភាពលើសឬខ្វះនៃអរម៉ូនទាំងពីរក្នុងចរន្តជាសញ្ញាណមិនល្អដែលបណ្ដាលឲ្យមានជំងឺពីរប្រភេទគឺhypothyroidism គឺការខ្វះនិង hyperthyroidism គឺការលើសដែលអាចកើតឡើងលើកុមារផងដែរ hypothyroidism និយមន័យ hypothyroidism គឺជាការថយចុះនៃការបញ្ចេញបរិមាណអរម៉ូនទីរ៉ូអ៊ីតនាំឲ្យមានភាពមិនគ្រប់គ្រាន់សម្រាប់តម្រូវការរបស់សារពាង្គកាយគេសង្កេតឃើញមានមូលហេតុពីរប្រភេទចំពោះជំងឺ hypothyroidism រួមមាន congenital hypothyroidism ជាប្រភេទជំងឺ hypothyroidism កើតលើកុមារដែលទើបនឹងកើតដែលច្រើនកើតឡើងដោយសារតែម្ដាយពុំទទួលបាននៅសារជាតិអ៊ីយ៉ូតគ្រប់គ្រាន់ក្នុងអំឡុងពេលពពោះម្យ៉ាងវិញទៀតវាអាចបណ្ដាលមកពីការលូតលាស់ខុសប្រក្រតីនៃក្រពេញទីរ៉ូអ៊ីតដែលអាចស្ដែងចេញជា athyriosis គឺគ្មានការលូតលាស់នៃក្រពេញទីរ៉ូអ៊ីត hypoplastic គឺក្រពេញលូតលាស់ខ្លាំងខុសធម្មតានិង ectopic គឺក្រពេញស្ថិតនៅខុសទីតាំងយ៉ាងណាមិញគេមិនទាន់អាចធ្វើការសន្និដ្ឋានច្បាស់លាស់ចំពោះមូលហេតុនៃការប្រែប្រួលទាំងនោះនៅឡើយតែវាអាចបង្កឡើងពីមុខងាររបស់ហ្សែននៃរាងកាយរបស់កុមារមួយចំនួន acquired hypothyroidism ជាទូទៅករណីនេះអាចកើតឡើងចំពោះកុមារដែលមានវ័យចាប់ពី6ឆ្នាំទៅ12ឆ្នាំដែលបណ្ដាលមកពីភាពខុសប្រក្រតីនៃប្រព័ន្ធភាពស៊ាំរបស់កុមារដែលឲ្យឈ្មោះថា Hashimoto's thyroiditis ដោយប្រព័ន្ធភាពស៊ាំនៃរាងកាយធ្វើការប្រឆាំងទៅនឹងក្រពេញទីរ៉ូអ៊ីតបង្កឲ្យមានការរលាកនិងបាត់បង់សមត្ថភាពក្នុងការបញ្ចេញអរម៉ូនទីរ៉ូអ៊ីតរោគសញ្ញានិងផលវិបាកនៃជំងឺ hypothyroidism នេះមានភាពខុសគ្នាពីកុមារម្នាក់ទៅកុមារម្នាក់ទៀតចំពោះករណីខ្វះអរម៉ូនទីរ៉ូអ៊ីតពីកំណើតកុមារអាចប្រឈមនឹងរោគសញ្ញាមួយចំនួនដូចជាការថយចុះនៃការលូតលាស់ទម្រង់មុខខុសធម្មតាដែលភាសាអង់គ្លេសហៅថា coarse facial feature អណ្ដាតរីកធំក្រាស់ស្បែកស្ងួតមិនសូវរវាសរវៃផ្ចិតលៀននិងសមត្ថភាពបញ្ញាចុះខ្សោយចំណែករោគសញ្ញាដែលមានជាទូទៅចំពោះកុមារអាចជាឡើងទម្ងន់ខ្លាំងអស់កម្លាំងទល់លាមកលូតលាស់យឺតយ៉ាវនៃភាពពេញវ័យការធ្វើរោគវិនិច្ឆ័យតាមដានសភាពកុមារទើបនឹងកើតជាវិធីសាស្ត្រអាចចាប់បានសញ្ញានៃជំងឺ hypothyroidism មុនពេលស្ដែងចេញជារោគសញ្ញាដែលតែងតែអនុវត្តចំពោះករណី congenital hypothyroidism ពិនិត្យមុខងាររបស់ក្រពេញទីរ៉ូអ៊ីតប្រសិនបើការពិនិត្យវិជ្ជមានត្រូវបន្តធ្វើតេស្តបន្ថែមទៀតដែលជាការកំណត់ឲ្យកាន់តែច្បាស់ក្នុងការរកកម្រិតអរម៉ូន thyroxine T4 free T4 និង thyroid stimulating hormones
TSH នៅក្នុងឈាមថតក្រពេញទីរ៉ូអ៊ីត Thyroid ultrasonography ឬ radionuclide scan គឺធ្វើការចាក់បញ្ចូលឬលេបសារធាតុ radioactive ទៅក្នុងខ្លួនដោយរងចាំរយៈពេល6ម៉ោងទៅ24ម៉ោងនោះសារធាតុ radioactive នឹងទៅប្រមូលផ្ដុំនៅក្រពេញទីរ៉ូអ៊ីតដើម្បីបញ្ជូនរូបភាពទៅកាន់ម៉ាស៊ីនដែលអាចធ្វើការពិនិត្យពីការលូតលាស់របស់ក្រពេញថាតើវាស្ថិតនៅខុសទីតាំងឬមានទំហំខុសធម្មតាការព្យាបាលគ្មានវិធីសាស្ត្រដើម្បីព្យាបាលឲ្យជាសះស្បើយនោះទេតែអ្នកជំងឺអាចតម្រូវឲ្យប្រើប្រាស់នៅអរម៉ូនទីរ៉ូអ៊ីតជាថ្នាំជំនួសsynthetic tyrosine T4 ដែលជាមធ្យោបាយព្យាបាលដែលមានសុវត្ថិភាពនិងប្រសិទ្ធភាពក្នុងការគ្រប់គ្រងស្ថានភាពជំងឺបន្ថែមពីការព្យាបាលនោះផងដែរកុមារត្រូវតែទទួលបានការតាមដានយ៉ាងហ្មត់ចត់ចំពោះការវិវត្តរបស់ជំងឺនិងប្រសិទ្ធភាពរបស់ថ្នាំHyperthyroidism និយមន័យចំពោះកុមារជំងឺ Hyperthyroidism អាចកើតឡើងមិនសូវជាញឹកញាប់ប៉ុន្តែជាជំងឺដែលគ្រោះថ្នាក់ដល់ជីវិតមួយស្ដែងឡើងដោយការបញ្ចេញនៅអរម៉ូនទីរ៉ូអ៊ីតច្រើនខុសធម្មតាចូលទៅក្នុងចរន្តឈាមកុមារអាចមានជំងឺនេះតាំងពីវ័យជាទារកក្នុងផ្ទៃពោះដោយឆ្លងពីម្ដាយហើយវាកើតឡើងដោយសារតែម្ដាយមានផ្ទុកនៅជំងឺម្យ៉ាងដែលអង្គបរិបកនៅក្នុងខ្លួនមានសកម្មភាពខ្លាំងធ្វើការភ្ញោចឲ្យមានការបញ្ចេញនៅអរម៉ូនទីរ៉ូអ៊ីតច្រើនខុសធម្មតា Graves' disease ម្យ៉ាងវិញទៀតវាអាចបង្កឡើងដោយសារការរលាកនៅក្រពេញទីរ៉ូអ៊ីតពីពពួកបាក់តេរី acute thyroiditis ឬ virus subacute thyroiditis ផងដែររោគសញ្ញាជំងឺអាចបង្កជារោគសញ្ញាដូចជាបាត់បង់ចំណង់អាហារមួម៉ៅសម្ពាធឈាមឡើងខ្ពស់បេះដូងលោតញាប់ក្បាលតូចស្រកទម្ងន់អស់កម្លាំងការធ្វើរោគវិនិច្ឆ័យពិនិត្យមុខងារក្រពេញទីរ៉ូអ៊ីតជាទូទៅត្រូវពិនិត្យមើលនៅកម្រិតនៃអរម៉ូន triiodothyronine T3 និង tyrosine T4 និង thyroid stimulating hormone TSH នៅក្នុងឈាមថតក្រពេញទីរ៉ូអ៊ីត Thyroid ultrasonography ឬ radionuclide scan ជាវិធីសាស្ត្រដើម្បីដឹងថាតើវាអាចមានការប្រែប្រួលរបស់ក្រពេញទីរ៉ូអ៊ីតឬអាចមានការរលាកជាដើមការព្យាបាលប្រើប្រាស់ថ្នាំប្រភេទ anti thyroid ដូចជា metimazole ឬ propylthiouracil អំឡុងពេលប្រើប្រាស់ថ្នាំត្រូវមានការតាមដានឲ្យបានញឹកញាប់ដើម្បីជៀសវាងបញ្ហានានាដែលអាចបង្កឡើងដោយសារប្រភេទថ្នាំទាំងនោះការព្យាបាលការរលាកក្រពេញទីរ៉ូអ៊ីតដោយពពួកបាក់តេរីអាចប្រើប្រាស់នៅពពួកថ្នាំផ្សះតាមរយៈការចាក់ឬលេបចំណែកការបង្កដោយពួកវីរុសគឺអាចជាទៅវិញដោយខ្លួនឯងតែអាចព្យាបាលសម្រន់ការឈឺចាប់ដោយពពួកថ្នាំបំបាត់ការឈឺចាប់នានាបកស្រាយដោយវេជ្ជបណ្ឌិតហួតយុវលាភ